សូមកោតទោសថៃដែលបាញ់ប្រហារលើជនស៊ីវិលភូមិព្រៃច័ន្ទដែលជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដ៏សាហាវនៅលើពិភពលោកក្មេងបុរាណប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារារដ្ឋាភិបាលស្រាត់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតដោយសារមានប្រធានបទមួយថ្ងៃនេះមុនយើងក៏គោរពទៅតាមកម្មវិធីរបស់យើងដែរតែទោះយ៉ាងណាក៏ដោយថ្ងៃនេះខ្ញុំមិនចង់និយាយអ្វីច្រើនទេបើមិនចាំបាច់ហើយបើសិនជាចាំបាច់និយាយតដល់ដូចម៉ោងធម្មតាក៏ទៅតាមនឹងចុះពិសិដ្ឋអូស៊ីលគ្រឿងក្លែង2មុននឹងចូលទៅប្រធានបទតែមួយគត់អាណាចក្រខ្មែរមាសព្រោះរឿងមាសនេះគឺជារឿងក្តៅបងប្អូនប្រហែលជាអ្នកខ្លះបានតាមដានទស្សនាការផ្សាយផ្ទាល់មុននេះបន្តិចតន្ត្រីភូមិខ្ញុំនៅទំព័រ Facebook លោកប្រធានសំរងស៊ីរវាងលោកសំរងស៊ីនិងលោកកឹមសុខនិយាយអំពីមូលហេតុដែលហ៊ុនសែនលួចផ្ទេរមាសទៅទុកនៅប្រទេសចិនខ្ញុំមិនមានអ្វីលើសពីនឹងទៀតទេរុសចន្ទធីគឺបងប្អូនអាចទៅមើលទំព័រ Facebook របស់លោកប្រធានសំរងស៊ីនិងលោកកឹមសុខឡើងវិញបានប៉ុន្តែមាសខ្ញុំលើកយកមកនិយាយនេះដោយឆ្លើយតបទៅនឹងសំណួរប្រិយមិត្តតារាស្វីទីលោកគ្រូតើមាសដែលហ៊ុនសែនគាត់លួចផ្ទេរទៅប្រទេសចិននីតាឡាពេលយើងកាន់អំណាចឬក៏ថ្ងៃណាមួយយើងអាចផ្ទេរមកទុកនៅប្រទេសស្វីសបានវិញដែរឬទេអានេះគឺជាសំណួរទី1របស់គាត់ប្រិយមិត្តដទៃទៀតតាក់ទងទៅនឹងមាសនឹងដែរណាតើមាសដែលហ៊ុនសែនគាត់លួចផ្ទេរចេញពីប្រទេសស្វីសអង់គ្លេសឬក៏អាមេរិកទៅកាន់ប្រទេសចិនតើហេតុអ្វីបានជាប្រទេសស្វីសនិងប្រទេសអង់គ្លេសមិនរារាំងអានេះគឺជាសំណួរសំខាន់លក្ខសមនីអញ្ចឹងបានខ្ញុំត្រឡប់មកវិញណាថ្ងៃថាបងប្អូនមើលលំអិតទៅមើលការផ្សាយផ្ទាល់របស់លោកប្រធានសំរងស៊ីជាមួយនឹងលោកកឹមសុខមុននេះបន្តិច1ម៉ោងនេះតែខ្ញុំមិននិយាយអីវែងឆ្ងាយលើសពីនេះគ្រាន់តែឆ្លើយលើសំណួរ2នេះសំណួរចម្លើយទី1មុំសម្បូរបើថ្ងៃណាមួយប្រទេសកម្ពុជាមានការផ្លាស់ប្ដូរហើយយើងកាន់អំណាចដឹកនាំប្រទេសឧទាហរណ៍តើអាចយកមាស54តោនដែលយកទៅលាក់ទុកនៅប្រទេសចិនមកវិញបានដែរឬទេចម្លើយគឺបានសុខសុផានីពីព្រោះមាសទោះជាយកទៅទុកនៅប្រទេសណាក៏ដោយក៏វានៅតែជាទ្រព្យសម្បត្តិរបស់ជាតិដដែលហែងចិនដាគ្រាន់តែថាការផ្ទេរមាសចេញពីប្រទេសស្វីសទៅកាន់ប្រទេសចិនវាអាចមានករណី2យ៉ាងទី1ដែលលីអ៊ុយអសុវត្ថិភាពទី2បង្កើនកម្ដៅនយោបាយការទូតអន្តរជាតិអានេះខ្ញុំនិយាយចំណុចទី1លំអិតហើយសំណួរទី2នេះខ្ញុំនឹងឆ្លើយបន្ទាប់ហេតុអ្វីពីព្រោះនៅប្រទេសចិនគឺយើងដឹងស្រាប់ហើយនៅលើពិភពលោកយើងនេះចិនសម្បូរទៅដោយពួក hacker ហើយ
យើងមើល James C ទោះជាគាត់មានសញ្ជាតិខ្មែរ Christinas ក៏គាត់មកពីចិនដែរនៅលើពិភពលោកចិនគឺគេល្បីខាងឧក្រិដ្ឋកម្មអនឡាញអញ្ចឹងមាសរបស់យើងដែលយកទៅទុកនៅប្រទេសចិនអាចអសវត្ថភាពដោយសារតែម៉ុងសៀនស៊ុយអាចប្រឈមជាមួយនឹងការមិនទទួលខុសត្រូវរបស់រដ្ឋាភិបាលចិនពីព្រោះបើសិនជារដ្ឋាភិបាលចិននិងរដ្ឋាភិបាលកម្ពុជាខុបខិតគ្នាដើម្បីរក្សាមាសនោះផ្ទេរពីកម្មសិទ្ធិរដ្ឋទៅជាកម្មសិទ្ធិឯកជនសុធិរីលីគឺវាអាចអសវត្ថភាពមួយទៀតកូនខ្មែរដោយសារតែមានអំពើពុករលួយខំបុណាដែលយើងមើលមិនដឹងថាតើមាសនោះអាចកែប្រែចេញពីរបស់ជាតិសាលេហកម្មទៅជារបស់នរណាម្នាក់ដែរឬទេចំណុចទី2រឿងការផ្ទេរមាសចេញពីប្រទេសស្វីសទៅកាន់ប្រទេសចិនដែលលើពិភពលោកអត់មានប្រទេសណាដែលគេយកមាសទៅតម្កល់នៅចិនទេអត់មានទេចិនមិនមែនជាកន្លែងដែលពិភពលោកតម្កល់ទេពិភពលោកតម្កល់មាសចិនដាខំគឺនៅប្រទេសស្វីសទាំងអស់នៅប្រទេសស្វីសនៅប្រទេសអង់គ្លេសដែលជាតំបន់សុខសวัสดิភាពទោះជាប្រទេសដែលមានសង្គ្រាមឆេះផែនដីយ៉ាងណាក៏ដោយគេមិនដែលយកទ្រព្យសម្បត្តិទៅទុកនៅចិនទេចុះការប្រែប្រួលដែលខ្ញុំនិយាយថាវាប៉ះពាល់ដល់ការទូតការបរទេសទីទៀតខ្ញុំប្រតិហើយបើខ្ញុំលើកចុកចំណុចនេះខ្ញុំនឹងប្រតិក្រឡាទៅប្រធានបទតែមួយគត់ថ្ងៃនេះគឺធ្វើឲ្យអន្តរជាតិកាន់តែសង្ស័យអំពីភាពច្បាស់លាស់និងវិធានការរបស់រដ្ឋាភិបាលកម្ពុជាថាមានការពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋកម្មអនឡាញចំណុចហ្នឹងដូច្នេះព្រឹជ្ជនីសំទើបធ្វើឲ្យរដ្ឋាភិបាលហ្នឹងដូរលួចផ្ទេរមាសចេញអំពីប្រទេសស្វីសទៅប្រទេសចិនវាគឺជាផ្នែកមួយនៃការបាត់បង់ទំនុកចិត្តនិងត្រៀមទទួលរងនៅទណ្ឌកម្មផ្សេងទៀតហើយទណ្ឌកម្មនោះត្បិតតែហ៊ុនសែនកិច្ចអំពីទណ្ឌកម្មមាសប៉ុន្តែទណ្ឌកម្មផ្សេងទៀតដែលធ្លាក់ទៅលើបុគ្គលនឹងកិច្ចមិនបានទេឬមួយទាល់តែគាត់ព្យាយាមផ្ទេរណារាល់ទ្រព្យសម្បត្តិវង្វាអុកញ៉ាមហាសតីទាំងអស់ទៅកាន់ប្រទេសចិនទាំងអស់ហើយប្រទេសកម្ពុជាឈប់ចាយលុយដុល្លារជាស្ថាពរគឺចាយលុយយេនចិនអានេះគឺនៅតែមិនអាចធានា East Enterprise ថាទណ្ឌកម្មផ្សេងទៀតនឹងមិនធ្លាក់មកឡើយបងប្អូនកាលណាមានអរិយភាពជាមួយនឹងអន្តរជាតិមានអរិយភាពជាមួយនឹងពិភពលោកបង្កើតឲ្យពិភពលោកមានការសង្ស័យនិងធ្វើឲ្យពិភពលោកបង្កើនការដាក់ទណ្ឌកម្មទៅលើបុគ្គលគឺតាមរយៈការកិច្ចជាពិសេសការផ្ទេរមាសនេះឯងមួយទៀតបើយើងនិយាយអំពីនយោបាយស៊ីជម្រៅគឺការផ្ទេរមាសទៅកាន់ប្រទេសចិនហ្នឹងវាជាការចងសម្ព័ន្ធចិនកូរ៉េនិងរុស្ស៊ីអានេះវាបង្ហាញអំពីអនាគតប្រទេសកម្ពុជាដែលអាចនាំឲ្យប្រទេសជិតខាងរបស់យើងមានឥទ្ធិពលដោយសារតែយើងបាត់បង់ការគ្រប់គ្រងពីអន្តរជាតិធ្វើឲ្យប្រទេសជិតខាងដែលមានសម្ព័ន្ធមិត្តឆាលីប៊ុនជាមួយនឹងអន្តរជាតិនឹងវាលុកមកលើយើងអានេះបានតែខ្ញុំថាវាភ្ជាប់ទៅនឹងប្រធានបទទី1រឿងមិនមែនជារឿងលេងសើចទេរឿងនេះណាបងប្អូនណាមិនមែនជារឿងលេងសើចទេជុំមកដល់ទៅនេះខ្លះគេនិយាយថាឧក្រិដ្ឋកម្មអនឡាញគឺគ្រាន់តែជារឿងមួយផ្នែកនៃមហាសទ្ធិឬការរកស៊ីទេប៉ុន្តែបងប្អូនមានដឹងទេពិភពលោកហេតុអីបានជាពិភពលោកហ្នឹងបច្ចុប្បន្នគឺគេហៅថាសង្គ្រាមលុយពីព្រោះវាកើតណាស់តែសុផនចេញពីកូរ៉េខាងជើង
បងប្អូនគឹមជុងអ៊ុនគាត់មានក្រុម hacker មួយដែលមានជំនាញពីរុស្ស៊ីហើយគាត់ប្រើប្រាស់ប្រព័ន្ធហ្នឹងដើម្បីទៅ hack កាត់ទាញយកលុយទៅចូលក្នុងប្រព័ន្ធធនាគារដើម្បីយកលុយហ្នឹងទៅផ្គត់ផ្គង់ធ្វើអាវុធនុយក្លេអ៊ែរហើយអាកម្មវិធីនេះពិភពលោកកំពុងតែមានការប្រយ័ត្នប្រយែងរឿងការចរាចរលុយពីព្រោះបច្ចុប្បន្នចរាចរលុយស្មើនឹងចរាចរអាវុធណាបងប្អូនខ្ញុំនិយាយឲ្យស៊ីជម្រៅតែនេះបងប្អូនថាមិនជារឿងលេងសើចទេបច្ចុប្បន្នអាវុធនៅលើពិភពលោកនេះគឺកើតចេញអំពីការទិញហ្នឹងឯងអាវុធដូចទីថានៅរុស្ស៊ីអ៊ុយក្រែនធ្វើសង្គ្រាមជាមួយគ្នាអស់ប្រមាណថៃសានលីណែចំនួនហ្នឹងគឺការចរាចរលុយណាបងប្អូនណាគឺស្មើនឹងចរាចរអាវុធស្មើនឹងចរាចរភេរវកម្មស្មើនឹងចរាចរអសន្តិសុខបើសិនជាលុយនោះត្រូវបានប្រើប្រាស់ក្នុងនាមផ្គត់ផ្គង់ទៅលើបណ្ដាញភេរវកម្មទៅលើបណ្ដាញនុយក្លេអ៊ែរទៅលើបណ្ដាញនៃការមែនទេដោះដូរអាវុធអញ្ចឹងវានាំបង្កឲ្យមានអសន្តិសុខហើយវានាំឲ្យមានការប្រជែងនៅអាវុធទៅទៀតប្រជែងអាវុធរវាងប្រទេសកូរ៉េខាងជើងប្រទេសចិនប្រទេសរុស្ស៊ីហើយអ្វីពួកគូប្រឡែងដែលពិភពលោកព្រួយបារម្ភគឺអាចនឹងចិននេះប្រើប្រាស់ថវិកាដែលផ្សេងទៀតហ្នឹងដើម្បីប្រជែងអាវុធតាមរយៈបច្ចេកវិទ្យា technology អញ្ចឹងអានេះខ្ញុំគ្រាន់តែនិយាយបន្ថែមសុំទោសខ្ញុំគ្រាន់តែនិយាយបន្ថែមពីអត្ថាធិប្បាយកំឡោះស្នេហ៍របស់លោកប្រធានសំរងស៊ីនិងនៃលោកកឹមសុខប៉ុន្តែចំណុចហ្នឹងបងប្អូនមើលមិនឃើញថាវាស៊ីជម្រៅណាបងប្អូនបច្ចុប្បន្នបងប្អូនចង់មានយន្តហោះចង់មានអាវុធតើបងប្អូនត្រូវមានលុយមែនទេដូច្នេះការចរាចរលុយមកបូព៌ាគឺស្មើនឹងចរាចរអាវុធការចរាចរលុយស្មើនឹងចរាចរភេរវកម្មការចរាចរលុយស្មើនឹងចរាចរឧក្រិដ្ឋកម្មអញ្ចឹងបានជាខ្ញុំលើកឡើងថាការដែលផ្ទេរមាសចេញពីប្រទេសស្វីសទៅដាក់ប្រទេសចិនបង្កើតឲ្យមានហានិភ័យដល់កម្ពុជានិងបង្កើតការសង្ស័យធ្វើឲ្យកម្ពុជាកាន់តែឯកោមែនទេចម្លើយនៃសំណួរទី1នៅក្នុងគ្រឿងខ្លែងទី1សំណួរទី2បងប្អូនសួរថាពងចាហេតុអ្វីបានជាប្រទេសស្វីសអង់គ្លេសឬក៏អាមេរិកមិនរារាំងបើហ៊ុនសែនគាត់លួចផ្ទេរលុយព្រោះខ្លាចគេបង្កចម្លើយខ្ញុំនិយាយថាទី1ខ្ញុំអត់ដឹងអានេះគឺចម្លើយមាន2ទី2ខ្ញុំនិយាយតាមការយល់ឃើញរបស់ខ្ញុំហើយខ្ញុំជឿថាវាក៏ជាសច្ចភាពនិងឆ្លុះបញ្ចាំងអំពីតថភាពសង្គមនិងច្បាប់អន្តរជាតិខ្ញុំបែរទៅជាចោទសួរទៅរដ្ឋាភិបាលវិញទេថាហេតុអ្វីបានជាលួចផ្ទេរម៉ារីបានទ្រព្យសម្បត្តិប្រជាជនមាសហ្នឹងមិនមែនជាទ្រព្យសម្បត្តិហ៊ុនសែនទេណាទ្រព្យសម្បត្តិជាតិដែលមានតាំងពីជំនាន់រាជានិយមរាប់រយរាប់ពាន់ឆ្នាំមកហើយបងប្អូនដឹងស្រាប់ហើយរាប់រយរាប់ពាន់ឆ្នាំមកហើយមាសហ្នឹងជាទ្រព្យសម្បត្តិតាំងពីសម័យស្ដេចអង្គឌួងសម័យណានោះមិនមែនមករលាយត្រឹមហ៊ុនសែនទេបងប្អូនណាទ្រព្យសម្បត្តិហ្នឹងជាទ្រព្យសម្បត្តិជាតិបងប្អូនខ្លះយល់ច្រឡំថាអាមាសហ្នឹងកើតចេញពីហ៊ុនសែនមិនមែនទេទ្រព្យសម្បត្តិខ្មែរយើងតាំងពីសម័យអង្គរឯណោះខ្មែរពីដើមរាជវាំងមិនគេចាយមាសមែនទេមាសហ្នឹងតាំងពីសម័យអង្គរណាបងប្អូនណាសល់ប៉ុណ្្នឹងបាត់ខ្លះណាសល់ប៉ុណ្្នឹងណាដោយសារយួនប្លន់ខ្លះពេលថ្ងៃ7មករាវាយចូលក្រុងភ្នំពេញហ្នឹងប្លន់មាសពេជ្រទូរកាននៅក្នុងរាជវាំងខ្លះសង្គ្រាមយើងសៀមចូលប្លន់ខ្លះអីប្លន់ខ្លះណាបើតាមថាមាសខ្មែរផាត់រីឡំបឹកគូរាប់លានរាប់រយតោនណាមិនមែន54តោនទេរាប់រយតោនមាសទាំងអស់ហ្នឹងគឺមានតាំងពីសម័យអង្គរមកអញ្ចឹងអាហ្នឹងវាគឺជាទ្រព្យសម្បត្តិរបស់ជាតិមេហ្គាវ៉ាខ្ញុំក៏ចោទសួរទៅវិញថាមាសហ្នឹងគឺជាទ្រព្យសម្បត្តិរបស់ជាតិនិងប្រជាជនអន្តរជាតិនឹងមិនបង្កកទេគេបង្កកតែទ្រព្យសម្បត្តិណែមហាសទ្ធិ
ដែលពាក់ព័ន្ធទៅនឹងអង្គើភេរវកម្មឬបើគេដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលគេដាក់ទណ្ឌកម្មតែលើសេដ្ឋកិច្ចឧទាហរណ៍ដូចជាការតម្លើងពន្ធឬក៏ការបិទការនាំចេញនាំចូលអានេះហៅទណ្ឌកម្មសេដ្ឋកិច្ចនៅលើពិភពលោកយើងនេះខ្ញុំមិនទាន់ដែលឃើញពិភពលោកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិជាតិនៅឡើយទេឧទាហរណ៍សូម្បីតែរុស្ស៊ីដែលមានមាសទុកនៅប្រទេសស្វីសណាវ៉ាណាសាវាងក៏គេអត់បង្កកដែរបងប្អូនត្រូវចាំណាអន្តរជាតិពិភពលោកគេបើគេបង្កកនឹងដាក់ទណ្ឌកម្មទី1បង្កកទ្រព្យសម្បត្តិបុគ្គលទី2បង្កកទ្រព្យសម្បត្តិមេដឹកនាំពុករលួយមេដឹកនាំអត់ទ្រព្យសម្បត្តិប្រជាជនអត់ទេមេដឹកនាំទៅរុស្ស៊ីពូទីនគាត់មានលុយប្រមាណទៅហ៊ុនសែនគាត់មានលុយប្រមាណគេបង្កកតែទ្រព្យសម្បត្តិបុគ្គលណាមន្ត្រីនិងមេដឹកនាំឬបើគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចគឺគេផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មតែប៉ុណ្្នឹងហើយអត់ទេគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសកម្ពុជាគេផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មមានន័យថាពាណិជ្ជកម្មអង្គណាបន្លែខ្មែរយើងគឺអត់អាចនាំចេញទៅលក់នៅប្រទេសណាបានទេលក់នៅប្រទេសណាដែលហ៊ានទិញទៅសម្ព័ន្ធមិត្តទណ្ឌកម្មជប៉ុនក៏ដោយបើហ៊ានបើស្ថិរភាពអន្តរជាតិដាក់ទណ្ឌកម្មអង្គខ្មែរអញ្ចឹងបើសិនជាជប៉ុនទិញក៏មានទោសដែរអញ្ចឹងអង្គខ្មែរហ្នឹងវាថោកដូចខ្សាច់ដូចធូលីដីអញ្ចឹងទៅអានេះប៉ុន្តែរបស់ជាតិរបស់ទ្រព្យសម្បត្តិជាតិទ្រព្យសម្បត្តិប្រជាជនឧទាហរណ៍ដូចជាមាសហ្នឹងគេមិនដែលដាក់ទណ្ឌកម្មទេព្រោះអាហ្នឹងជារបស់ប្រទេសជារបស់ប្រទេសគេគ្រាន់តែរក្សាវាទុកទេដើម្បីជាទុនបំរុងណាសារីគីមធ្វើអីមួយហើយអាទ្រព្យសម្បត្តិជាតិហ្នឹងគឺវាមានតចំនួនតតែខ្ញុំក៏មិនយល់ចឹងបានជាខ្ញុំលើកនេះខ្ញុំចោទជាសំណួរទេតែបងប្អូនសួរថាចុះហេតុអីបានជាស្វីសបានជានៅអាមេរិកបានជាអង់គ្លេសហ្នឹងមិនរៀបរៀងខ្ញុំអត់ទីមួយខ្ញុំអត់ដឹងទីពីរខ្ញុំចោទសួរទៅរដ្ឋាភិបាលវិញថាហេតុអីបានជាត្រូវព្រួយបារម្ភរឿងទ្រព្យសម្បត្តិជាតិបើគេដាក់ទណ្ឌកម្មបើគេបង្កកឌឿនម៉ៃគឺគេបង្កកទៅទ្រព្យសម្បត្តិបុគ្គលនិងបើគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចសម្រាប់តែពាណិជ្ជកម្មទេរឿងមាសរបស់ជាតិតម្កល់ទុកណាគឺមិនដែលមាននរណាទៅប៉ះពាល់ទេរាប់ចំនួន100ឆ្នាំទៀតក៏មិនដឹងជាទៅណាដែរប៉ុន្តែខ្ញុំមិនដឹងថាមូលហេតុអីដែរមកនេះបានជាខ្លាចជ្រុលហើយបែរទៅជានេះផ្ទេដែលលោកសំរងស៊ីគាត់ហៅថាជាការប្លន់យកទ្រព្យសម្បត្តិជាតិប្រិយមិត្ត share ប្រនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាឈុំសំណាងស្រាតខោជិនផ្ដាច់ការផ្លាស់ប្ដូរផ្នែកគំនិតគ្រឿងក្លែងទី2ហើយប្រតិក្រឡាទៅនឹងចំណុចទី1នៃប្រធានបទមានសំណួរមួយល្អហេតុអ្វីបានជាភូមិខ្សោយជាងខ្មែរសេដ្ឋកិច្ចភូមិរងទណ្ឌកម្មសេដ្ឋកិច្ចឃើញទេតែថៃមិនហ៊ានមើលងាយភូមិថៃមិនហ៊ានចិត្តសុភារំលោភភូមិហេតុអ្វីចម្លើយពីព្រោះភូមិមិនអត់ធ្មត់ឲ្យបរទេសជន់ក្បាលហើយស៊ូបដូរជីវិតការពារទឹកដីចម្លើយមានប៉ុណ្ណឹងទេភូមិអាចជាប្រទេសគេយើងនិយាយថាប្រទេសធំប៉ុន្តែបើយើងនិយាយអំពីទំហំសេដ្ឋកិច្ចគេអត់សំដៅទៅលើមាសទេគេសំដៅទៅលើគុណភាពនិងសក្តានុពលសេដ្ឋកិច្ចឧទាហរណ៍បើជប៉ុនតូចក៏អាចត្រួតត្រាចិនបានដែរភូមិធំប៉ុណ្ណានៃក៏ដោយប៉ុន្តែបើភូមិមានកិនវិសាលសុពីវុឌ្ឍខ្សោយកងទ័ពខ្សោយមនសិការជាតិរបស់ប្រជាជនខ្សោយវាស្មើនឹងដំរី10ក្បាលនិងតាមាក់ហ្នឹងគេអ្នកតាក់ដំរីមួយទេមកពុំមានឆ្ងល់ទេដំរី10ក្បាលចាញ់មនុស្សម្នាក់បើសិនជាដំរីហ្នឹងវាស្គាល់មកពីដំរីហ្នឹងវាអត់ស្គាល់ពីកម្លាំងរបស់វាណាបានឲ្យមនុស្សប្រើបានណាហើយដោយសារតែសារជាតិរបស់សត្វដេរឆានគឺជាសភាវគតិវាអត់មានបញ្ញាវាអត់ស្គាល់ខ្លួនវាទេអញ្ចឹងហ៊ីនលីវមនុស្សម្នាក់អាចទៅពាក់តម្រៃ10ក្បាលហើយអាចទៅប្រើតម្រៃ10ក្បាលប៉ុន្តែបើសិនជាតម្រៃនេះវាស្គាល់ពីកម្លាំងរបស់វាកណ្ដាលសមុទ្រមនុស្ស100នាក់ក៏ទុកតម្រៃមួយមិនជាប់ផងអញ្ចឹងខ្ញុំលើកឧទាហរណ៍នេះ
cứ vì mình chạy tha nhưng mình trong là dây tha bật tê phù miên nó thông trên khám ái được tôi trên khám ái xâm khánh bật tê phù miên nó thông trên thái đọc đò cái đời ôi tại bật tê nâng cây cờ ọt bài xí nó hơi sập bì vụt việc sau ấy nó chít khai mà có thay ai vậy cảnh tập bạn này còn ta ở đây dương mà dương thì chơi ông pi standard sẽ tập cách mà cho bọn phù miên để na có tập tu score thạc sau chứng cam của chi đó tập đọc đó bật tê đại căn làm nại vô thì phải đại cá ọt miên hay pal ấy thì cùng dùng đại phù miên khẳng trên khám ái còn ta dương trâu thì dây thảo bởi vì chơi ông pi phù miên sau y chuyện khám ái ta thấy mình hiền mười nghỉ tại sao đấy bóng bôn miên chăm cho nó xôn ra thì vậy tu sân nát không nơi tại vậy tại đại lưng lúc đi miên đồ ná sầu lạnh sừng kím này công đã liệp qua chốt kia anh kim ly sọc nên công an luôn ấy miên khóc đã chặt kia đã cúc đã từ chốt kia tha kia bên trên mà tệ thà kia từ một con sừng kím cốt một kia một con sừng kím kia rút mà rút kia rút mà ở rút kia rút từ America ấy kia rút từ châu Crop Bay nu nè ni bà nói kia rút châu Crop Bay nu Afghanistan nu nè Ukraine bà nói mình nuôi đi xaแต่cách ông pi sừng kím xong để sọcระบบในระบบคนนั้นบางทีมนุษย์รถคล้วนพิกคล้วนใจมาดอลไกลประเทศนั้นนะยังประเทศนั้นตัวสนะระบบโซนร้านนั้นคือสาวไปตัวสนะภูมิยังคือขยมมันได้ผลิตคล้วนท่าประเทศในจุงวินนั้นเอาขยมบานสอกขยมในยี่บางคนอยู่หอยเนี่ยนะจำจะไปโซนร้านขยมเนื้อแต่ในยี่ดอกได้รบสับชนะตั้งปีขยมใส่ตัวมาขยมเนื้อแต่ในใจเรื่องตั้งปีมันตอนเป็นสกรีมเป็นเชียงขยมท่าประเทศเจ็ดคางนี้คือเกมมันได้เรายืนบานสอกได้นั่งเกมมันได้จำมายืนโลดขบวนยืนทีโดยเฉพาะเฮ้ยบานเจ๊กิช่วยยุนไซน์ปีบนมอโดยไทยช่วยจับมนุษย์ไปจูนต่อยุนไซน์นั้นไปปลุกบานเน่าระบบคนไซน์เกมเน่าแต่ตรวจตราบ้านบางเมียนกาปลักโดโดยประเทศไทยได้โดยประเทศเวียดนามได้เมียนกาปลักโดกรมนี้ไม่ได้เมียนกาปลักโดได้ยังประเทศนึงครั้งไปช่วยกิจตรวจมันประเทศจัดคางจงไว้เนี่ยนะคือเกกระดาวกระหายเกมันจ้องไอ้ขมายยังโลดเตะปลุกบอกขมายยังโลดเต้าตัวเชี่ยมหาอำนาจเต้าสมบัติแต่สุรินทร์บุรีรัมย์สรีรัตน์เบิร์นเนี่ยสระแก้วนะโกโมนเมียนโมตนักเทียบจิตขมายได้ปัจจุบันนะพวกสรินพวกบุรีรัมย์สระแก้วนั่งได้จีดำกับนายขมายมันเมียนโมตนักเพียบจิตขมายแต่ซะขมายยังมันกู้ไอ้จังทาคลุนจิตขมายกลมทาร้อยพวกสรินบุรีรัมย์นั่งได้เมียนตามกับนายจิตขมายนั่งอดเมียนจังทาคลุนนายจิตขมายส่งใบแต่จนจิตขมายคืนนี้ไอ้ปลาเค็มไอ้คลามันเป็นเพียนทาคลุนนายขมายพ่อมันเลยตัดใดไถสีเนี่ยจึงมันบอกผมขนาดว่าลูกขมายยังมันเฮียนทาปุ๊มันสกอร์สารจิตยืงเมื่อแต่ครูนยืงนั้นเวียปฏิยืงนั้นเวียอย่างไม่นี่ยืงสรบเมาขยมโซนร้านเดินตะดังปะนะสมองขยมปักกันในตู้สนะท่าในขนมอาเซียนมันเม็ดด้วยยุโรปตีบอร์ตีเจ็ดคางมันได้จ้องเอายืงบานศพตีโดยเฉพาะเตยทั้งไม่มาบนเป็นจำตู้สนะโซนร้านคือเตยปุ่งรังครูนไอ้เอาคลั่นปุ่งรังครูนไอ้คลั่นมันเนี่ยนึ่งลูกได้ลูกเชื้อได้เชื้อขยมเนื้อตอนนี้แบบนั้นมันนี่ใครบันตีมันใจกรรมไปเชื่อลูกได้ลูกเชื้อได้เชื้อบางยื่นเรศาบัปทัวลูกได้ลูกเชื้อได้เชื้อตั้งไปดาวมาปุ๊ดูวิญญาณเยอะขนมแบบลงเปรี้ยวได้เมียนบัปทัวลูกได้แบบตรงเชื้ออันนั้นมัดตุกพิบสุรันเชียอย่างนาก็เราเปลี่ยนปรุงได้คือเต้าแต่กายเต้าแต่กายครั้งคลายเมียนสลับคลายเมียนรัวเบอร์ยืนคลายเติร์ไทยชกสำหรับยังได้หรือเปล่าเอาตีห่อขยมจานเป็นอย่างนี้นะอันนั้นการเปิดนะบางคนมันอาจยกเปียคลายไอซอนเด็กเทียบมามัดหมดดอกสายปัญหาบานเดชีวิตสกียืนเบอร์แต่ตามกลับสักขยมสู้ถ้าจะระบบปนเนี่ยหน้ามันกลายงอกขยมเกิดมันตัวพอได้ยืนสู้ปกไม้บองปนยืนมั้ยพอได้ยังเติมสู้ทำมนุษย์ได้คลายตะบงจอบงอกนั่นคลายอับปนย่อตัดสมใบแต่ปกมาได้เนี่ยก็กัดกาวโกนปกมาได้กัดกาวโกนกัดกาวปกมาได้อันนั้นมีขนมจีนนอนเดี๋ยวปกเป็นปรุงคลายจอบมาได้อย่างเดียวนะเนี่ยปกมาได้นั้นก็ชีวิตสวัสดิ์กอยังเติม
មែនទេគេថាពួកវណ្ណៈជីជន់ហ្នឹងគេយកទៅបហាជីវិតទៅគេយកទៅបហាគេហៅជីស្មៅឬជីតម្រឹសណាគេឃើញកូនហ្នឹងម៉ែកាត់កាលកូនចោលឬក៏កូនហ្នឹងគឺជាវិជ្ជបណ្ឌិតអីទៅនេះគេខ្មែរក្រហមចាប់ទៅគេសួរថាហ្នឹងកូនណាគេអាហ្នឹងអត់ហ៊ានថាហ្នឹងម្ដាយខ្លាចគេយកម្ដាយឪពុកទៅដែរប៉ុន្តែបងប្អូនណារបបពីរដែលមានកូនកាត់កាលគ្រួសារកាត់កាលគ្នាដោយសម្ដីមិនមែនដោយបេះដូងមិនមែនដោយសារជាតិទេណាគឺរបបប៉ុលពតនិងរបបហ៊ុនម៉ាឡែរបបប៉ុលពតជារឿងធម្មតាពីព្រោះមនុស្សដើម្បីសន្តិសុខសុវត្ថិភាពព្រះមិនដាក់ទណ្ឌកម្មទេប៉ុន្តែប្រទានពរទៅទៀតនៅក្នុងរបបប៉ុលពតណាកូនជាវិជ្ជបណ្ឌិតជាសាស្ត្រាចារ្យដែលមិនទទួលស្គាល់ឪពុកម្ដាយថាមិនមែនម៉ែឪខ្ញុំទេតែហេតុអីព្រោះខ្លាចគេយកម៉ែឪនឹងថាជាខ្សែពួកវណ្ណៈជីជន់កូននឹងស្លាប់ទៅបានតឡើងខាងសួរទេសូរិយាស្រីពីព្រោះកាត់កាលឪពុកម្ដាយបានបុណ្យនៅក្នុងរបបទី2គឺរបបហ៊ុនសូនតារាមែនទេមាត់ប្រកាសកាត់កាលក្រុមគ្រួសារសូនមិថុនាប៉ុន្តែហ៊ុនសែននៅតែចាប់ឪខ្ញុំដាក់គុកដដែលទោះជាខ្ញុំប្រកាសកាត់កាលក្រុមគ្រួសារទោះជាឪពុកម្ដាយរបស់ខ្ញុំនឹង fresh new ទៅសម្ភារយ៉ាងណាក៏គាត់នៅតែមិនអាចគេចផុតអញ្ចឹងសួរថាវាដោយរបបប៉ុលពតទេមនុស្សខ្លាចស្លាប់ប៉ុន្តែមិនអាចគេចពីដបងចោលបាននៅក្នុងប្រទេសកម្ពុជាមនុស្សខ្លាចហ៊ុនសែនចាប់ដាក់គុកប៉ុន្តែហ៊ុនសែនបង្កើនគុកការចាប់តែកាលពីមនុស្សមិនខ្លាចគុកអត់សូវមានអធិពលប្រហែលពេលដែលមនុស្សខ្លាចគុកខ្លាយទៅជាមានអធិពលបងប្អូនអានេះដូចបិសាចដូចអ្នកតាបើកាលណាយើងមិនគោរពអ្នកតាអត់មានអធិពលមកលើយើងទេប៉ុន្តែបើយើងខ្លាចថ្វាយបង្គំទៅគោរពអ្នកតាអាអ្នកតាវាមានអធិពលមកលើយើងការដែលយើងខ្លាចត្បូងចប់ក្នុងរបបប៉ុលពតអាត្បូងចប់ហ្នឹងវាមានអធិពលមកលើយើងការដែលយើងខ្លាចហ៊ុនសែនចាប់ដាក់គុកមែនទេទោះជាខ្ញុំខំកាត់កាលឪពុកម្ដាយចោលក៏ដោយអាគុកហ្នឹងវាមានអធិពលមកលើយើងវាគឺទៅចាប់រហូតដល់មនុស្សជនស្រុកត្រង់ការដែលហ៊ុនសែនខ្លាចថៃទន្ទិញសូត្រកំណាប់សន្តិភាពហ្នឹងគឺធ្វើឲ្យថៃយកសង្គ្រាមមកបន្លាចសេចក្តីខ្លាចហ្នឹងមិនអាចទៅធ្វើឲ្យបានទេអញ្ចឹងមិនទស្សនៈសូនតារាចំពោះទឹកដីហ្នឹងខ្ញុំពង្រឹងខ្លួនឯងណាកម្លាំងទ័ពគឺខ្ញុំត្រូវតែពង្រឹងកម្លាំងទ័ពមិនមែនពង្រឹងដើម្បីការពារផ្ទះហ៊ុនសែនតែមួយមុខទេការពារចុះអានឹងថ្នាក់ទាំងនោះប៉ុន្តែចង់និយាយថាខ្ញុំមិនមែនពង្រឹងដើម្បីតែទុកបាញ់សំរាំងស៊ីជីយន្តហោះចូលស្រុកទេខ្ញុំមិនពង្រឹងដើម្បីទុកតែបាញ់សូនតារាទេមែនទេឬក៏ខ្ញុំមិនពង្រឹងកម្លាំងទ័ពកម្លាំងសពាវុធមែនទេអពេអំហ្នឹងដើម្បីទុកទៅចាក់ឪពុកសូនតារាចាស់ជរាក្អកក្នុងគុកតនគុកទេមិនមែនអាហ្នឹងទេបាទទេមិនមែនអាហ្នឹងទេអាហ្នឹងហើយដែលខ្ញុំនិយាយថាមានពេលខ្លះណាបងប្អូនពិភពលោកអត់ទៅលូកអីកើតទេសារចំណុចអានេះអញ្ចឹងចម្លើយរបស់ខ្ញុំនិយាយឲ្យខ្លីមកថាហេតុអីបានជាប្រទេសថៃប្រទេសភូមាខ្សោយជាងខ្មែរសេដ្ឋកិច្ចប្រជាជនអត់បាយស៊ីប៉ុន្តែថៃមិនហ៊ានមើលងាយពីព្រោះតែភូមាមានទស្សនៈដូចសូនតារាទី1បរទេសជិតខាងគឺនេះតែមិនចង់ឲ្យខ្លួនមានទីចម្រើនជាងទេដូច្នេះដោយសម្ងាត់ក៏ដោយដោយបរិបូរក៏ដោយត្រូវតែលួចពង្រឹងកម្លាំងទ័ពឲ្យខ្លាំងហើយកម្លាំងទ័ពនោះមិនមែនពង្រឹងដើម្បីចាប់ឪសូនតារាដាក់គុកឬមិនមែនដើម្បីបាញ់សំរងស៊ីទេគឺពង្រឹងដើម្បីការពារថាអាប្រទេសជិតខាងវាត្រូវតែខំយើងណាយើងមានអីឆ្លើយតបជាមួយវាទី2លូកដៃលូកជើងដៃជើងជាទស្សនៈសូនតារាប៉ុណ្ណឹងអញ្ចឹងខ្ញុំឆ្លើយទៅកាន់បងប្អូននៅចំណុចទី2ហើយភ្ជាប់ទៅនឹងប្រធានបទទី1ហ្នឹងថាហេតុអីបានជាភូមិមាខ្សោយប៉ុន្តែថៃមិនរៀនមើលងាយនៅចំណុចហ្នឹងឯងព្រៃចំណុច share បរិនេះទៅកាន់ព្រៃចំណុចដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ចំណុចសំខាន់ថ្ងៃនេះខ្ញុំសូនតារាក្នុងនាមជាពលរដ្ឋខ្មែររូបនិងក្នុងនាមជាមនុស្សជាតិមួយនៅលើផែនដីខ្ញុំសូមថ្កោលទោសសកម្មភាពយោធាថៃដែលបាញ់ប្រហារមកលើជនស៊ីវិលនៅភូមិព្រៃច័ន្ទខេត្តបន្ទាយមានជ័យខ្ញុំបានចាត់ទុកទង្វើរបស់ថៃដែលបាញ់ប្រហារមកលើជនស៊ីវិលប្រជាជនមានមនុស្សធម្មតាចាស់ជរាក្មេងនិងកុមារស្ត្រីគឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាអំពើប្រល័យពូជសាសន៍និងជាឧក្រិដ្ឋកម្មសង្គ្រាមបើជាការច្បាំងគ្នារវាងកងទ័ពនិងកងទ័ព POS វាគឺជារឿងធម្មតាបងប្អូនចឹងបានជាខ្ញុំនិយាយចំណុចនេះខ្ញុំច្រើនតែនិយាយរឿងថាបងប្អូនសួរថាចុះហេតុអីបានជាចំណុចខ្លះវាគឺជារឿងបាប
ចំណុចខ្លះវាគឺជារឿងមិនបាបរឿងមិនបាបឧទាហរណ៍រឿងសង្គ្រាមសង្គ្រាមឧទាហរណ៍ថាអ៊ុយក្រែនវាយរុស្ស៊ីវាយអ៊ុយក្រែនផ្លោងគ្រាប់ទៅរុស្ស៊ីគឺសម្លាប់ជនស៊ីវិលដូចរុស្ស៊ីផ្លោងគ្រាប់ទៅអ៊ុយក្រែនដែរប៉ុន្តែសួរថាបើនិយាយអំពីកំហុសនិយាយអំពីបាបកម្មមានកម្មពៀឬក៏យើងនិយាយតាមជំនឿសាសនាមានទេអត់ទេមានន័យថាម៉េចមានន័យថាសង្គ្រាមគឺខុសទាំងពីរវាសម្លាប់គ្នាវាខុសទាំងពីរបាបកម្មគឺសំដៅទៅលើជនដែលមានអំណាចទៅធ្វើបាបជនស្លូតត្រង់ដៃទៅទេដែលគ្មានអំណាចឧទាហរណ៍ដូចជាហ៊ុនសែនដើរចាប់មនុស្សដាក់គុកអាហ្នឹងបាបណាឧទាហរណ៍ចាប់ឪសូនតារាអាហ្នឹងបាបព្រោះគាត់អត់បានធ្វើសង្គ្រាមជាមួយហ៊ុនសែនទេប៉ុន្តែបើសិនជាឪសូនតារាហ្នឹងគាត់ធ្វើសង្គ្រាមជាមួយហ៊ុនសែនគាត់វាយហ៊ុនសែនវាយទៅវិញអាហ្នឹងអត់បាបទេបាទហ៊ុនសែនចាប់ឪខ្ញុំដាក់គុកឧទាហរណ៍តែអញ្ចឹងទៅឬហ៊ុនសែនចាប់ថាច់សិដ្ឋាចាប់អីដាក់គុកអត់មានបាបទេពីព្រោះអានេះវាច្បាំងគ្នាប៉ុន្តែវាអត់ច្បាំងនេះមែនទេដូចគ្នាថៃគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិបល័យពូជសាសន៍ដោយសារបើសិនជាថៃបាញ់តតាំងជាមួយនឹងកងទ័ពខ្មែរដូចជាសង្គ្រាម5ថ្ងៃបាញ់ទៅបាញ់មកកងទ័ពនឹងកងទ័ពអានោះអត់បញ្ហាទេមែនទេមានន័យថាចាញ់ឈ្នះសង្គ្រាមចរចាបត់ជុំបាញ់សន្តិភាពបាញ់ចរចាបាញ់គឺស្ថិតនៅក្នុងកម្រិតយោធាប៉ុន្តែបើជនស៊ីវិលដេកនៅរឹងដេកនៅក្នុងផ្ទះហូបបាយច្រៀងរាំយើងទៅយកកំភ្លើងបាញ់រាក់ទៅលើជនស៊ីវិលណាគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ខ្ញុំសូមសូនតារានិយាយពីរនឹងស្ដីឡៃស្ទឹងត្រែងក្នុងនាមជាពលរដ្ឋខ្មែរសូមថ្កោលទោសនៅទង្វើអមនុស្សធម៌ទង្វើប្រឆាំងមនុស្សជាតិនិងទង្វើដែលប្រឆាំងទៅនឹងបទឧក្រិដ្ឋជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្នុងនាមសូនតារាជាខ្មែរក្នុងនាមសូនតារាជាមនុស្សម្នាក់ជាមនុស្សជាតិនៅលើផែនដីមែនទេគឺក៏សូមថ្កោលទោសដូចគ្នាដែរក្នុងនាមការប្រឆាំងទៅនឹងមនុស្សជាតិព្រោះខ្មែរក៏ជាមនុស្សជាតិហើយខ្ញុំសូមឲ្យមែនទេពិភពលោកចំសភានឹងអន្តរជាតិចោលភ្នែកមើលទង្វើអមនុស្សធម៌របស់ថៃនិងសូមឲ្យអន្តរជាតិថ្កោលទោសទៅទង្វើអមនុស្សធម៌នេះអញ្ចឹងចំណុចមួយទៀតខ្ញុំបានចោទសួរទៅរដ្ឋាភិបាលម៉ាត់ស៊ូព្រីមខ្ញុំក៏បានអានសេចក្តីថ្លែងការណ៍របស់ហ៊ុនម៉ាណែតទៅលើទំព័រ Facebook របស់គាត់ណាគឺថ្កោលទោសនឹងអំពាវនាវឲ្យថៃឈប់ជាបន្តព្រមទាំងឲ្យកងកម្លាំងប្រដាប់អាវុធការពារប្រជាពលរដ្ឋវាមិនមែនជាចំណុចខុសទេជាចំណុចត្រូវគ្រាន់តែខ្ញុំចង់បន្ថែមថាចេះក្នុងនាមយើងជារដ្ឋាភិបាលប្រទេសមួយដែលមានអធិបតេយ្យភាពមានកងកម្លាំងប្រដាប់អាវុធមានអាជ្ញាធរនៅតាមព្រំដែនមូលដ្ឋានហេតុអីបានជាបណ្ដាលឲ្យគេបាញ់ប្រជាជនមែនទេស្លាប់យ៉ាងដូចនេះសួរថាលោកគ្រូតើយើងអាចបន្ទោសបានទេបន្ទោសបានខ្ញុំចូលរួមជាមួយហ៊ុនម៉ាណែតចំពោះការថ្កោលទោសសាររបស់គាត់ល្អថ្កោលទោសអំពាវនាវឲ្យថៃនិងអន្តរជាតិនិងសូមឲ្យកងកម្លាំងប្រដាប់អាវុធណារួមគ្នាការពារប្រជាជនដាច់ខាតត្រូវខ្ញុំគ្មានអីជំទាស់ទៅកន្លែងហ្នឹងគឺស្របគ្នាព្រោះការពារទឹកដីនិងប្រជាជនគឺជាចំណុចស្របប៉ុន្តែចំណុចបន្ទោសត្រង់ណាបងប្អូននៅក្នុងច្បាប់គឺគេមានទោសនៃការឆ្វេសប្រហែសនៅក្នុងពុទ្ធសាសនាគេហៅថាប្រមាថសត្រូវឆ្វេសប្រហែសបងប្អូនមានចាំទស្សនៈសូនតារាមែនទេខ្ញុំមិនដែលមួយវិនាទីខ្ញុំឈឺចាប់ណាស់បងប្អូនថ្ងៃនេះចេញពីរៀនមកខ្ញុំហូបវាអត់កើតទេឃើញបើក Facebook ឃើញគេវាយប្រហារទៅលើប្រជាជនត្បិតសូនតារាមិនមែនជានាយករដ្ឋមន្ត្រីខ្ញុំឈឺចាប់ណាស់បងប្អូនបើបងប្អូនមិនចេះឈឺចាប់មែនទេ
បងប្អូនណាមិនមែនជាមនុស្សទេបងប្អូនត្រឹមតែមានជីវិតទេដូចខ្ញុំធ្លាប់លើករឿងទស្សនវិទូថាពេលដែលយើងដឹងថារលាកភ្លើងណាយើងមានជីវិតពេលដែលយើងឈឺចាប់នឹងទង្វើអយុត្តិធម៌មែនទេមិនថា